សុទ្ធតែមកពីនាងកុហកបោកប្រាស់ហូលីលៀននោះទាំងអស់ដែលបំផ្លាញគ្រួសារអ៊ីយើងហើយនៅមានឯងទៀតបើឯងគិតតែប្រាប់បាក់រហូតថាសៀវហើឈន់គឺជាតួសម្ដែងដែលលូលីវអ៊ីងជួលមកទេពួកយើងក៏មិនធ្លាក់ខ្លួនធ្វើឲ្យទៅចិត្តគេដែរបាត់មកទៅបងប្រុសភ្លឹងគឺជានាងលូលីអ៊ីងនឹងឯងគឺនាងមកញ៉ៃចាស់តែលេខ5ជប់នេះទេតែពួកយើងត្រូវគេច្បាប់បែបហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេថែមតែធ្វើឲ្យក្រុមហ៊ុនសៀវគ្រប់គេសាច់ច្បាប់ទៀតឈិងនិយាយមិនខុសទេនិយាយទៅគឺស្រីម្នាក់នោះបំផ្លាញគ្រួសារអ៊ីពួកយើងហើយក៏ទៅសហការគ្នានៅក្រុមហ៊ុនសៀវគ្រប់ម្ដងដល់ថ្នាក់ឲ្យក្រុមហ៊ុនសៀវគ្រប់បានដាក់គ្រួសារអ៊ីយើងនៅក្នុងបញ្ជីខ្មៅហើយយើងខំចិញ្ចឹមនាងឡើង3ឆ្នាំមកហើយប៉ុន្តែនាងដោយសារតែរឿងលេងលះតូចតាចនាងក៏ខົບខិតទម្លាក់កំហុសដាក់ពួកយើងទៅវិញនាងនេះពិតជាសាហាវមែនទែនខុសខើណាស់បងប្រុសរឿងនេះមិនអាចបញ្ចប់ត្រឹមនឹងបានទេត្រូវតែធ្វើឲ្យស្រីយ៉ាងไรនោះ